បាទទូរទស្សនិកជនយើងខ្ញុំសូមអនុញ្ញាតជម្រាបជូននៅរឿងរ៉ាវសំខាន់និងលម្អិតថែមទៀតហើយស្របពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធកំពុងតែមានការរីកដុះដាលឥតឈប់ឈរទាំងផ្នែកការស្ថាបនានៅអគារខ្ពស់ឬក៏ខុនដូផ្សេងនោះគឺម្សិលមិញនេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចនាយកនាយករដ្ឋមន្ត្រីហ៊ុនសែនលោកបានអនុញ្ញាតឲ្យអ្នកវិនិយោគចិនចូលជួបសម្ដែងការគួរសមហើយជំរុញឲ្យអ្នកវិនិយោគចិនហ្នឹងគឺធ្វើម៉េចគៀងគោឲ្យខាងអ្នកវិនិយោគចិនទាំងអស់មកបដាក់ទុនរកស៊ីនៅក្នុងទឹកដីរបស់យើងទៀតសូមជួយលោកវងលំអិតតែម្ដងមករឿងរ៉ាវអរគុណលោកមន្ត្រីប្រិមត្តទស្សនិកជនជាទីមេត្រីប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចនាយកហ៊ុនសែនបានលើកទឹកចិត្តដល់ក្រុមហ៊ុនចិនឲ្យចូលរួមមកវិនិយោគនៅកម្ពុជាបន្ថែមទៀតជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធព្រោះជាវិស័យអាទិភាពដែលកម្ពុជាកំពុងតម្រូវការចាំបាច់ក្នុងជំនួបជាមួយនឹងអាដាមវ៉ាងយ៉ាងប្រធានក្រុមប្រឹក្សាពិបាលក្រុមហ៊ុនផ្លូវនិងស្ពានរបស់ប្រទេសចិនដែលហៅកាត់ថា COBC នៅវិមានសន្តិភាពនៅល្ងាចថ្ងៃទី11សីហាសមិញនេះប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចនាយកបានស្នើឲ្យក្រុមហ៊ុនវិនិយោគចិនខិតខំជំរុញការងារជាក់ស្ដែងដែលមានសពថ្ងៃធ្វើយ៉ាងណាឲ្យដំណើរការសាងសង់សំណង់ផ្លូវនិងស្ពានឲ្យបានលឿនទៅមុខជាមួយគ្នានេះដែរប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានស្នើឲ្យក្រុមហ៊ុន COBC ពិនិត្យលើការវិនិយោគគម្រោងផ្សេងទៀតនៅកម្ពុជាអាដាមកៅមហ៊ុនរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមប្រឹក្សាព័ត៌មានក្រៅជំនួបនោះថានៅក្នុងជំនួបនោះសម្ដេចនាយកបានជំរុញឲ្យក្រុមហ៊ុនធ្វើការឲ្យជិតស្និទ្ធជាមួយស្ថាប័នរដ្ឋនិងក្រសួងពាក់ព័ន្ធដែលធ្វើយ៉ាងណាឲ្យគម្រោងទាំងឡាយដែលកំពុងអនុវត្តទទួលបានជោគជ័យដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាសូមបញ្ជាក់ថាក្រុមហ៊ុនផ្លូវនិងស្ពានចិនទទួលបានសិទ្ធិក្នុងការសាងសង់ផ្លូវស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជាផ្លូវនិងស្ពានទាំងអស់ដែលបានសាងសង់រួចរាល់និងកំពុងកសាងភាគច្រើនប្រើប្រាស់ជាកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលចិនហើយរហូតមកដល់ពេលនេះប្រទេសចិនបានផ្ដល់កម្ចីសម្បទានជួយសាងសង់នៅកម្ពុជាមានចំនួន7មានប្រវែងជាង 6000 ម៉ែត្រ6000 គីឡូម៉ែត្រនិងកសាងផ្លូវប្រមាណជា1981 គីឡូម៉ែត្រនិងកំពុងកសាងសង់ប្រវែង676 គីឡូម៉ែត្របន្ថែមទៀតគូបញ្ជាក់ថាកម្ពុជានៅមានតម្រូវការផ្លូវស្ពានជាច្រើនដែលកម្ពុជាមានការរំពឹងលើការគ្រប់គ្រងពីប្រទេសចិនដើម្បីបន្តគម្រោងសាងសង់ស្ពានថ្នល់បន្ថែមទៀតតែតបញ្ហាលោកបត្រាការអភិវឌ្ឍសេដ្ឋកិច្ចទៅការលុត្រាតែបញ្ហាការរៀបចំហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវថ្នល់ជាដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេសជាតិហើយយើងដឹងហើយថាចិនគឺជាប្រទេសនាំមុខក្នុងការផ្ដល់ជំនួយហិរញ្ញប្បទានដល់ប្រទេសកម្ពុជាជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើមបាទអរគុណអញ្ចឹងសូមអនុញ្ញាតបញ្ចប់ត្រឹមហ្នឹងទៅរឿងរ៉ាវនៅលោកវងសូមចូលមកដល់ដៃខ្ញុំវិញម្ដងទូរទស្សនិកជនជាទីគោរពរាប់អានបន្ទាប់ពីមានករណីនៃការសម្លាប់ប្រជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់អ្នកលឿងដោយជនជាតិវៀតណាមមួយក្រុមរួមនឹងខ្មែរ2នាក់នោះរហូតមកដល់ពេលនេះគឺចាប់បាន6នាក់ហើយនៅឡើយតែម្នាក់ទៀតដែលសមត្ថកិច្ចអះអាងថាគឺជាអ្នកពន្យស់បានន័យថាមេខ្លោងហើយរត់គេចខ្លួនបាត់នៅពេលដែលគេបានធានាអះអាងថាតាមរយៈចម្លើយសារភាពជនសង្ស័យជនដៃដល់ទាំង6នាក់ថាឈ្មោះស៊ុយគឺជាអ្នកពន្យស់ហើយអ្នកបោះលុយឲ្យសម្រាប់ចោលទៅទុកឲ្យអញអ្នកចាញ់លុយបាទអញ្ចឹងឥឡូវខ្ញុំបានសូមលម្អិតបន្តិចទៀតបន្ទាប់ពីកើតហេតុមកគឺក្រសួងមហាផ្ទៃលោកបានចេញបញ្ជាអាជ្ញាធរតំបន់អ្នកលឿងនៅក្នុងមូលដ្ឋាននោះតាមចាប់ជនជាតិវៀតណាមទាំងអស់នោះមកផ្ដន់ទោសទៅតាមច្បាប់នេះបើតាមការបញ្ជាក់ពីអាដាមខៀវសុភ័ក្រដែលជាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកបានចាត់ទុកការព្រួតវាយសម្លាប់ជនជាតិខ្មែរដល់ផ្ទះពីសំណាក់ជនជាតិវៀតណាម4នាក់5នាក់និងខ្មែរ2នាក់នោះគឺជាអំពើមួយដែលមិនអាចឲ្យបានត្រូវតែចាប់ខ្លួនមកផ្ដន់ទោសពាក់ព័ន្ធទៅនឹងករណីហ្នឹងបាទនឹងមួយផ្នែកហើយពាក់ព័ន្ធទៅនឹងការរត់បន្តឹងសន្តិសុខវិញលោកបានបញ្ជាឲ្យមន្ត្រីដែលនៅតាមមូលដ្ឋានទាំងអស់នោះគឺត្រូវនាំគ្នាធ្វើការងារខាងលើឲ្យបានល្អប្រសើរនិងដើម្បីស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធនៅទាំងអស់នៅពីក្រោយហ្នឹងឲ្យមកឲ្យខានទៅបានហើយអញ្ចឹងសូមបញ្ជាក់ថាជនរងគ្រោះដែលប្រជាពលរដ្ឋខ្មែរស្លាប់ដោយសារតែជនជាតិវៀតណាម4នាក់វាយសម្លាប់រហូតដល់ផ្ទះនិងខ្មែរ2នាក់នោះគឺដោយសារតែរឿងសំបរីមិនបានសំបរីជក់មិនបានអញ្ចឹងមិនជក់មិនបានផ្គឿនក៏ចាប់ផ្ដើមពន្យស់តាមរយៈឈ្មោះស៊ុយហើយឥឡូវរត់ចោលបាត់រត់ចោលស្រុកហើយឈ្មោះស៊ុយហ្នឹងត្រូវបានសមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនហើយប៉ុន្តែ6នាក់នោះគឺមាន4នាក់ជាជនជាតិវៀតណាមហើយ2នាក់ទៀតគឺជាជនជាតិខ្មែរយើងគឺប្រជាជនខ្មែរយើងត្រូវបានសមត្ថកិច្ចចាប់បានហើយក្រោយការចាប់បានជនសង្ស័យនោះសមត្ថកិច្ចមូលដ្ឋានបានលើកឡើងថា
ដោយសារតែមានការពន្យល់ពីឈ្មោះស៊ុយគឺពួកគេមានចេញសកម្មភាពបែបហ្នឹងរហូតដល់វាយជនរងគ្រោះស្លាប់នៅមុខផ្ទះបាទនេះគឺជាករណីដែលសមត្ថកិច្ចនៅក្នុងឃុំព្រែកខ្សាយខស្រុកពីមរោខេត្តព្រៃវែងលោកបានឲ្យចម្លើយថែមទៀតនៅពេលមុននឹងបន្តិចដោយសារតែយើងចង់លម្អិតហើយនឹងក្រសួងមហាផ្ទៃលោកបានចេញបញ្ជាឲ្យអាជ្ញាធរអ្នកលឿងតំបន់អ្នកលឿងនឹងធ្វើម៉េចតាមចាប់ខ្លួនជនសង្ស័យដែលជាមេខ្លោងពន្យុះរឿងករណីឃាតកម្មសម្រាប់នឹងបាទអរគុណសូមអនុញ្ញាតជម្រាបជូនខ្លីប៉ុណ្ណឹងទេសូមជូនដល់លោកវងមួយរឿងទៀតពាក់ព័ន្ធទៅនឹងអ្នកនាំពាក្យរបស់គណៈបករដ្ឋសភាអ្នកនាំរដ្ឋសភាសូមអធិស្ឋានអ្នកនាំពាក្យរដ្ឋសភាលោកបានមិនទាន់ទទួលសំណើថា CNOP ឬក៏គណៈបក្សសង្គ្រោះជាតិនឹងជំវិញការស្នើសុំធ្វើវិសោធនកម្មច្បាប់នៅឡើយទេសូមអញ្ជើញលោកវងលំអិតតែម្ដងបានអរគុណលោកមន្ត្រីប្រិមិត្តទស្សនិកជនជាទីមេត្រីអ្នកនាំពាក្យរដ្ឋសភាបានអះអាងថារដ្ឋសភាមិនទាន់ទទួលសំណើជាផ្លូវការរបស់ក្រុមតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិជុំវិញការស្នើសុំធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងវិស័យតុលាការដែលត្រូវបានរដ្ឋសភាអនុម័តនិងដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ2014ឡើយនោះទេប្រាប់ទូទួលហងមាសកាលពីល្ងាចថ្ងៃទី11សីហាម្សិលមិញនេះអាដាមលេងពេញឡុងអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថាសំណើសុំធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងវិស័យតុលាការចំនួន3ដែលគណៈបក្សសង្គ្រោះជាតិគ្រោងស្នើសុំវិសោធនកម្មនោះគឺរដ្ឋសភាមិនទាន់បានទទួលបាននៅឡើយទេបាទទោះបីជាក្រុមអ្នកតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិបានប្រកាសថានឹងដាក់ស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មនោះក្តីបាទគួររំលឹកថាក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី9សីហាកន្លងទៅនីតិស្នាក់ការគណៈបក្សសង្គ្រោះជាតិគណៈបក្សសង្គ្រោះជាតិបានដឹងថាខ្លួននឹងស្នើឲ្យមានការកែប្រែមាត្រាជាច្រើននៃច្បាប់ទាំង3ពាក់ព័ន្ធវិស័យតុលាការហ្នឹងដែលច្បាប់ចែងឲ្យរដ្ឋមន្ត្រីមានសិទ្ធិច្រើននេះជាការលើកឡើងរបស់តំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិអាដាមសុនឆៃប្រធានក្រុមតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិបានអះអាងថាការស្នើសុំនេះគឺដើម្បីកាត់បន្ថយអំណាចរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពតាមរយៈមេត្រាមួយចំនួនដែលច្បាប់សេវាការរៀបចំនិងការប្រព្រឹត្តទៅនៅអាដាមក្រុមប្រឹក្សានៃអង្គចៅក្រមអានចែងប៉ុន្តែភ្លាមក្រសួងយុទ្ធភ័ពបានលើកឡើងថាការស្នើសុំនោះគឺជាសិទ្ធិរបស់សមាជិកសភាប៉ុន្តែក្រសួងដែលជាសេនាធិការរបស់រដ្ឋាភិបាលនឹងពន្យល់ពីខ្លឹមសារច្បាប់ប្រសិនបើគណៈបក្សសង្គ្រោះជាតិមិនទាន់យល់សូមរំលឹកថាច្បាប់ទាំង3ដែលគណៈបក្សសង្គ្រោះជាតិក្រុងនឹងស្នើសុំធ្វើវិសោធនកម្មនោះរួមមានទី1ច្បាប់ស្តីពីការរៀបចំអង្គការតុលាការច្បាប់ស្តីពីលក្ខន្តិកៈចៅក្រមនិងបរិញ្ញានិងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមច្បាប់ទាំង3នេះត្រូវបានអនុម័តនិងដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ2014ដែលគឺជាច្បាប់ដ៏ចម្រូងចម្រាសដែលគណៈបក្សសង្គ្រោះជាតិបានពហិការមិនចូលរួមអនុម័តហើយសង្គមស៊ីវិលក៏បានមើលឃើញថាច្បាប់នេះបានផ្ដល់អំណាចដល់រដ្ឋាភិបាលជាដើមជុំវិញបញ្ហានេះអាដាមចិនម៉ាលីនអ្នកនាំពាក្យក្រសួងយុទ្ធភ័ពបានបញ្យល់ថាច្បាប់នេះគឺយកគំរូមកពីប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់និងតាមរយៈបទពិសោធន៍ការអនុវត្តល្អពីបណ្ដាប្រទេសជាច្រើនសម្រាប់ក្រសួងយុទ្ធភ័ពច្បាប់ទាំង3នេះគឺជាច្បាប់ជាលក្ខណៈប្រវត្តិសាស្ត្រនិងច្បាប់កំណែតម្រង់ប្រព័ន្ធតុលាការខ្មែរតែក្នុងបញ្ហានេះដែលលោកបត្រាជាទូទៅនិយាយរួមការច្បាប់មួយរដ្ឋាភិបាលតែងតែសិក្សាស្រាវជ្រាវពីប្រទេសដែលគេជឿនលឿនប្រទេសដែលគេអនុវត្តច្បាប់ល្អបានគេយកមកអនុម័តដើម្បីយកមកដាក់ចំថាយកមកកែសម្រួលធ្វើយ៉ាងណាដើម្បីឲ្យវាសមស្របទៅតាមបច្ចុប្បន្នភាពរបស់កម្ពុជាអញ្ចឹងក៏ប៉ុន្តែអានេះជាសិទ្ធិសេរីភាពរបស់អ្នកតំណាងរាស្ត្របើសិនគាត់គិតថាវាមិនទាន់ល្អប្រសើរឬអីគាត់អាចស្នើបានហើយរដ្ឋាភិបាលក៏អាចធ្វើការបញ្យល់បកស្រាយដែរក៏អាចការពារខ្លួនថាអ្វីដែលច្បាប់ដែលខ្លួនបានសម្រេចនឹងការបង្កើតនេះគឺវាត្រឹមត្រូវដែលបំរើដល់ផលប្រយោជន៍ប្រទេសជាតិជាដើមបាទអរគុណសូមអនុញ្ញាតទៅមួយរឿងទៀតចេញពីលោកវងពាក់ព័ន្ធទៅនឹងវិស័យកសិកម្មវិញម្ដងកសិកម្មនោះគឺមន្ត្រីជំនាញខាងក្រសួងកសិកម្មលោកបានលើកឡើងថាកម្ពុជាខាតបង់ប្រមាណជា200ទៅ300លានដុល្លារសហរដ្ឋអាមេរិកលើការនាំចូលផលិតផលកសិកម្មពីប្រទេសជិតខាងបាទនេះបើតាមការលើកឡើងពីអាដាមណៅធូជារដ្ឋលេខាធិការក្រសួងកសិកម្មលោកខាងប្រមាណយ៉ាងនេសាទហើយបើនិយាយពីការនាំចូលបច្ចេកវិទ្យាទូយ៉ាងនេះឃើញម៉ាស៊ីនច្រូតស្រូវម៉ាស៊ីនច្រូតស្រូវម៉ាស៊ីនបោកស្រូវយល់ទៅត្រាក់ទ័រឬក៏របស់របរបម្រើឲ្យវិស័យកសិកម្មគឺយើងនាំចូលពីប្រទេសជិតខាងទាំងអស់បាទនឹងជាបញ្ហាមួយហើយបើដូចជានៅមិនទាន់រីកចម្រើនខ្លាំងប្រមាណទេបើធៀបទៅនឹងបណ្ដាប្រទេសជិតខាងហើយបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មលោកបានបង្ហាញថាកម្ពុជាគឺខាត់បង់ទឹកប្រាក់ល្បាក់ហ្នឹងពីល្បាក់ពី200ទៅ300លានរៀល300លានដុល្លារសហរដ្ឋអាមេរិកពីការនាំចូលផលិតផលកសិកម្មមកកាន់ប្រទេសយើងសប្តាហ៍ថ្ងៃបាទហើយ
លោកបានលើកឡើងទៀតថាកម្ពុជាមានផលិតផលកសិកម្មជាច្រើនតែពេលខ្លះផលិតផលទាំងនោះវាលើសទៅនឹងតម្រូវការទៅទៀតក៏ប៉ុន្តែបែរជាយើងត្រូវការនាំចូលពីប្រទេសជិតខាងទៅវិញហើយជាក់ស្ដែងកម្ពុជាបានផលិតស្រូវប្រមាណជា4លានតោនប្រមាណជាមួយឆ្នាំនេះតែការកម្ពុជាបែរជានាំកតិចជាងវិញនាំកតិចជាងទៅកាន់ប្រទេសជិតខាងអញ្ចឹងលោកបានលើកឡើងថាយើងអាចផលិតបានប្រមាណជា4តោនក្នុងមួយឆ្នាំតែបើយើងនាំចូលកពីប្រទេសជិតខាងវិញប៉ុន្តែនៅមានបញ្ហាប្រឈមដដែលយើងនាំទៅប្រទេសក្រៅនាំករបស់យើងទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបឬក៏ទៅកាន់ប្រទេសចិនអញ្ចឹងឡើងអញ្ចឹងណាប៉ុន្តែទីផ្សារសប្តាហ៍ថ្ងៃគឺប្រទេសចិននាំមុខហើយក៏បាទហើយមួយវិញទៀតលោកបានបន្តថាដោយឡែកបញ្ហាត្រីក៏ដូចជាបញ្ហាប្រឈមដែរកម្ពុជាមានទីតាំងកន្លែងចិញ្ចឹមត្រីច្រើនតែកម្ពុជានៅតែមានការនាំចូលត្រីពីប្រទេសជិតខាងអត់ដែរបាទលោកបានលើកឡើងអញ្ចឹងដោយសារទី1គឺតម្រូវការរបស់យើងមានការកើនឡើងខ្ពស់អញ្ចឹងបងប្អូនប្រជាកសិករដែលប្រកបរបរក្នុងការចិញ្ចឹមត្រីវានៅមានកម្រិតដែរទី1គឺមធ្យោបាយក្នុងការចិញ្ចឹមទី1គឺគេហៅថាថវិកាក្នុងការផ្គត់ផ្គង់ចិញ្ចឹមចំណីត្រីទៀតហើយបើសិនជានៅមានកម្រិតនៅឡើយក៏មិនអាចស្ទុះស្ទាឬក៏បំរើឲ្យលើទីផ្សារសង្គមរបស់យើងបច្ចុប្បន្នបានដែរប៉ុន្តែលោកបានលើកឡើងដែរថាថ្មីនេះរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានអាដាមវៃសុខុនអញ្ចឹងណាលោកបានចេញទម្រង់ថ្មីមកគឺអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋដោយអាចចិញ្ចឹមត្រីឆ្ដោបានមិនចាំបាច់នាំចេញពីប្រទេសជិតខាងទេអញ្ចឹងវាជាការកាត់បន្ថយមួយក្នុងការនាំថវិការបស់យើងអាចនិយាយថាខ្ជះខ្ជាយទៅកាន់ប្រទេសក្រៅខាងរបស់យើងជិតខាងរបស់យើងហើយយើងងាកយកថវិកាទាំងអស់ហ្នឹងមកផ្គត់ផ្គង់នៅក្នុងស្រុកទេសរបស់យើងដោយសារតែការចិញ្ចឹមត្រីរបស់យើងវាមានទីតាំងសមស្របហើយត្រីឆ្ដោគឺយើងអាចចិញ្ចឹមបានគ្រប់ទីកន្លែងឲ្យតែមានលទ្ធភាពក្នុងការចិញ្ចឹមហើយជាពិសេសនោះគឺតែបើសិនជាខ្ញុំបានជួបជាមួយអ្នកជំនាញកាលពីថ្ងៃវាដូចជាមួយសប្តាហ៍មុនគាត់បានលើកឡើងថាត្រីឆ្ដោបងប្អូនមែនទែនទៅវាទាមទារយើងត្រូវការចំណីកូនត្រីឬក៏អ្នកនៅជាប់ក្នុងតំបន់មាត់សមុទ្រដូចជាសេនុអីចឹងខេត្តសេនុគឺគេមានត្រីសម្រាប់ផ្គត់ផ្គង់អាកូនត្រីហ្នឹងសមុទ្រហ្នឹងបន្ទាប់ពីមានការអូសអីលបណូរេវផ្សេងគឺយកមកចិញ្ចឹមត្រូវបានមកប៉ុន្តែមួយផ្នែកទៀតគេអាចធ្វើជាចំណីសព្វនិមិត្តពេលងាយស្រួលក៏វាអាចកាត់បន្ថយមួយយ៉ាងក្នុងការយកត្រីតូចៗហ្នឹងមកឲ្យជាចំណីត្រីធំដែរបាទមួយផ្នែកទៅប៉ុន្តែភាគច្រើនបងប្អូនប្រជាកសិករមិនថានៅខេត្តពិសេសនោះទេវាស្ទើរតែគ្រប់ខេត្តទៅហើយដែលលោកប្រកបរបរចិញ្ចឹមត្រីភាគច្រើនហ្នឹងគឺតែត្រីឆ្ដោប៉ុន្តែនៅខាងប៉ែកបាត់ដំបងក៏មានត្រីអីចឹងមួយផ្នែកទៅហើយមួយវិញទៀតបើយើងនិយាយពីការនាំស្រូវវិញឬក៏ការនាំកស៊ូអីផ្សេងទៅកាន់ទីផ្សារក្រៅប្រទេសវានៅមានបញ្ហាប្រឈមនៅឡើយដែរដោយសារតែទីផ្សារវាមានតែមួយកន្លែងដល់មានមួយកន្លែងវាជាបញ្ហាប្រឈមសម្រាប់យើងតែបើសិនជាទីផ្សារមានបើកទូលាយសម្រាប់យើងអានោះគឺតម្លៃថ្លៃថ្នូរនៅលើឆាកអន្តរជាតិក៏យើងបានទទួលបានទិន្នផលល្អទៅតាមនឹងដែរបាទហើយអញ្ចឹងគឺជាចំណុចមួយដែលខាងក្រសួងលោកបានចេញសេចក្តីប្រកាសជូនទៅដល់បងប្អូនប្រជាពលរដ្ឋជាពិសេសគឺអ្នកដែលមានធនធំកណ្ដាលទេគឺអាចប្រកបរបរចិញ្ចឹមសត្វឬក៏ការបើកឲ្យទូលាយในការនាំស្រូវចេញទៅប្រទេសជិតខាងរបស់យើងប៉ុន្តែជាបញ្ហាប្រឈមបើយើងនិយាយពីការនាំចេញទៅក្រៅប្រទេសអង្គអីយើងនៅមានកម្រិតនៅឡើយទេប៉ុន្តែស្រូវយើងបានច្រើនប៉ុន្តែអង្គនាំចេញទៅនៅមានកម្រិតនៅឡើយអញ្ចឹងវាទាមទារយើងមានការរកទីផ្សារបានល្អប្រសើរតាមរយៈរដ្ឋាភិបាលលោកបានចូលឧស្សាហកម្មជាមួយយោគយល់ជាមួយនឹងប្រទេសជិតខាងទៅហើយបន្ទាប់មកយើងមានទីផ្សារគ្រប់គ្រាន់យើងអាចផលិតស្រូវបរិមាណទៅតាមតម្រូវការទីផ្សារអានោះគឺជាបញ្ហាដែលយើងអាចទទួលយកបានហើយក៏អាជីវកម្មបងប្អូនប្រជាពលរដ្ឋរបស់យើងគឺអាចទទួលបានរីកដុះដាលពីមួយថ្ងៃទៅមួយថ្ងៃបានដែរមិនអញ្ចឹងលោកវងអរគុណសូមជម្រាបជូនប៉ុណ្ណឹងពាក់ព័ន្ធទៅនឹងវិស័យកសិកម្មប៉ុន្តែបូករួមជាមួយគ្នាទាំងការចិញ្ចឹមត្រីការនាំស្រូវឬក៏កស៊ូអីផ្សេងចឹងទៅអរគុណឥឡូវមួយរឿងទៀតនេះគឺខ្ញុំបាទសូមថែមបន្តិចទៀតនៅក្នុងខេត្តកំពង់ចាមម្សិលមិញនេះដែរគឺគណៈប្រតិភូឡាយលោកបានចូលទៅទស្សនកិច្ចនៅក្នុងវត្តមួយហៅថាវត្តផ្កាឈូកសឈ្មោះនេះបទចម្រៀងផ្កាឈូកសហើយវត្តបឹងដែងក្នុងស្រុកស្ទឹងត្រង់បាទប៉ុន្តែលោកបានថតជារូបភាពអនុស្សាវរីយ៍មានធំណាមានពូនព្រឹកអូបាទអញ្ចឹងសូមជម្រាបជូនខ្លឹមសារលម្អិតតែហ្មងដឹកនាំដោយអាដាមខឹមសរិទ្ធនិងអាដាមអុកសុជាតិដែលជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលពីថ្ងៃម្សិលមិញលោកបានជូនដំណើរគណៈប្រតិភូឡាយដែលដឹកនាំដោយអាដាមស៊ីវ៉ាន់ឌីស៊ីសារៈ
ប្រធានគណៈគ្រប់គ្រងសារមន្ទីរកៃសនភូមិហាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីបំពេញទស្សនកិច្ចនៅខេត្តកំពង់ចាមកំពង់ធំនិងខេត្តសៀមរាបខេត្តទាំង3គឺជាខេត្តប្រវត្តិសាស្ត្រយើងអាចនិយាយថាប្រវត្តិសាស្ត្រដែរព្រោះសម្បូរទៅដោយប្រាង្គប្រាសាទទី1គឺខេត្តសៀមរាបគឺជាជំរកស្រូវវប្បធម៌ខាងផ្នែកប្រាង្គប្រាសាទនិងប្រវត្តិសាស្ត្ររបស់យើងពីសម័យដើមហើយទី2ខេត្តកំពង់ធំក៏ជាតំបន់សម្បូរទៅដោយប្រាសាទដែរទី1គឺសម្បូរព្រៃគុកនិងកំពង់ស្វាយបាទមានច្រើនហើយដល់ឡែកនៅកំពង់ចាមក៏មានទៀតអញ្ចឹងគឺលោកចង់នាំឲ្យស្គាល់ធ្វើម៉េចឲ្យដឹងពីការកកើតឬក៏ការដឹងពីវប្បធម៌របស់យើងពីប្រវត្តិសាស្ត្ររបស់យើងថាតើខ្មែររបស់យើងទំនៀមទម្លាប់របស់យើងរស់របៀបម៉េចហើយយើងមានចរិយាធម៌របស់យើងរបៀបម៉េចក្នុងការប្រស្រ័យតាក់ទងជាមួយនឹងជនបរទេសនៅពេលសម័យនោះហើយក្នុងនោះគឺគណៈប្រតិភូឡាវនិងកម្ពុជាបានចូលថ្វាយបង្គំមិញរូបភាពមិញព្រះអង្គធំនៅក្នុងវត្តបឹងដែងស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមប៉ុន្តែអាដាមខឹមសរិទ្ធលោកបានលើកឡើងបន្ថែមថាព្រះអង្គធំក្នុងវត្តផ្កាឈូកមាសបាទមុននឹងខ្ញុំបើកក្បាលទៅផ្កាឈូកសសូមអធិស្ឋានលោកអ្នកផ្កាឈូកមាសហើយវត្តបឹងដែងនេះគឺកសាងអំពីថ្មភក់ដែលមានទទឹងធ្នេរប្រមាណជា6ម៉ែត្រមួយទឹកកម្ពស់9ម៉ែត្រ9ទឹក9ហ៊ុនអូខ្ពស់ដែរអាដាមបានបន្តថាទីវត្តអារាមនេះបានកសាងឡើងក្នុងឆ្នាំ1885 85ដោយខ្ទង់សម័យបារាំងដែរយូរដែរលោកវងលុះដល់សម័យប៉ុលពតក៏ត្រូវបានបំផ្លាញខ្ទេចខ្ទីដែរនៅសល់តែចន្ទៃមួយប៉ុណ្ណោះគឺរូបសម្អាងមុននឹងបន្តិចប៉ុន្តែបច្ចុប្បន្ននេះតម្រូវកសាងឡើងវិញក្រោមការព្រួយផ្ដាមគំនិតនិងការជួយឧបត្ថម្ភដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេសដែលមានអាដាមខឹមសរិទ្ធជាអ្នកទទួលរៀបចំដំណើរការកសាងព្រះវិហារថ្មីហ្នឹងឡើងវិញប៉ុន្តែអាដាមបានបញ្ជាក់ដែរថាវត្តបឹងដែងហ្នឹងត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌនិងជាតំបន់ទេសចរដ៏បវរសម្រាប់ខេត្តកំពង់ចាមដែរព្រោះបានតាក់ទាញទៅដល់ភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍ដែលលោកតែងតែមកទស្សនានិងមកសិក្សាអំពីប្រវត្តិសាស្ត្រនៅក្នុងវត្តមួយនឹងដែរបាទហើយនិយាយចំទៅគឺទស្សនារយៈពេល7ថ្ងៃសម្រាប់គណៈប្រតិភូឡាវដោយមានការដឹកនាំពីការពារគីកម្ពុជារបស់យើងបាទប៉ុន្តែធម្មតាទេការកាន់សាសនាពុទ្ធដូចតែគ្នាអញ្ចឹងវាទំនៀមទម្លាប់វាមិនជាខុសគ្នាប្រមាណទេខុសគ្នាក្នុងការរស់នៅនិងការដឹកនាំតែប៉ុណ្្នឹងបាទអរគុណអញ្ចឹងជម្រាបជូនប៉ុណ្្នឹងទេយើងខ្ញុំសូមសម្រាប់បន្តិចសិនលោកអ្នកវគ្គក្រោយយើងខ្ញុំនឹងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនបន្តទៀតបាទ